វិបដិសារីព្រោះមិនស្ដាប់បង្គាប់គេឃើញមានមនុស្សជាច្រើនមានវិបដិសារីចំពោះកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកដោយមិនបានគិតថាផលនៃអំពើនោះនឹងឲ្យផលដល់ខ្លួនឯងវិញផលនៃការមិនស្ដាប់បង្គាប់មិនត្រឹមតែកើតឡើងដល់រាងកាយប៉ុណ្ណោះទេតែវាក៏ធ្វើឲ្យចិត្តគំនិតរបស់យើងសៅហ្មងពោលគឺមានវិបដិសារីដូចជាស្រមោលអន្តងតាមប្រាណយើងរហូតលុះដល់ថ្ងៃអវសានជម្រាបសួរបងប្អូនទាំងអស់គ្នាយើងវិលត្រឡប់មកជួបជាមួយនឹងវីដេអូថ្មីម្ដងទៀតសម្រាប់ថ្ងៃនេះខ្ញុំបានសំណួររឿងមួយដែលមានចំណងជើងថារឿងកូនសូមទោសអញ្ចឹងសម្រាប់ចំណងជើងនៃសាច់រឿងនេះគឺចង់និយាយអំពីកូនម្នាក់ដែលគាត់មានវិបដិសារីអញ្ចឹងគាត់ក៏បានរៃរាប់សុំទោសម្ដាយរបស់គាត់នៅកំហុសរបស់គាត់ដែលគាត់បានធ្វើអញ្ចឹងណាមុននឹងចូលស្ដាប់សាច់រឿងពេញសូមបងប្អូនអរគ្នាជួយចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងជាមួយនឹង Channel របស់ខ្ញុំម្នាក់មួយផងណាតោះយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាមាននារីវ័យជំទង់ម្នាក់ទើបតែបញ្ចប់ការសិក្សានៅមជ្ឈមសិក្សានិងកំពុងតែបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀតនាងមានមិត្តភ័ក្តិជាច្រើននៅឆ្នាំសិក្សាថ្មីរបស់នាងតែនាងហាក់ដូចជាមានអាការៈប្លែកខុសពីប្រក្រតីចំពោះឪពុកម្ដាយនាងដែលពួកគាត់ហាមឃាត់នាងមិនឲ្យនាងមានសង្សារនៅក្រោមអាយុ20ឆ្នាំនាងមិនសប្បាយចិត្តទេនាងតែងតែគេចទៅដើរលេងនៅខាងក្រៅជាមួយមិត្តភ័ក្តិរបស់នាងមិនឲ្យពួកគាត់ដឹងឡើយពេលខ្លះនាងមិនបានទៅសាលាទេឪពុកម្ដាយនាងមានការព្រួយបារម្ភនិងពិបាកចិត្តយ៉ាងខ្លាំងពេលដែលពួកគាត់ឃើញកូនស្រីតែម្នាក់របស់គាត់កំពុងតែធ្លាក់ទៅក្នុងឋាននរកទាំងរស់បែបនេះយប់មួយជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់សង្សាររបស់នាងបានបបួលនាងទៅចូលរួមកម្មវិធីខួបកំណើតរបស់មិត្តភក្តិគាត់នាងសូមឪពុកម្ដាយនាងទៅចូលរួមតែពួកគាត់មិនយល់ព្រមព្រោះថាយប់ណាស់ទៅហើយនឹងជារឿងមិនល្អនោះទេឪពុកម្ដាយនាងបានពន្យល់នាងគ្រប់បែបយ៉ាងថានារីនិងបុរសនៅតែពីរនាក់បែបនេះមិនមានសុវត្ថិភាពឡើយនាងប្រកែកថាខ្ញុំទុកចិត្តសង្សាររបស់ខ្ញុំជឿជាក់ទៅលើគាត់អញ្ចឹងសម្រាប់កន្លែងនេះគឺនៅពេលដែលឪពុកម្ដាយនិយាយហាមឃាត់គាត់មិនស្ដាប់ទេគឺគាត់ចាត់ទុកអ្នកដតីសំខាន់ជាងឪពុកម្ដាយរបស់គាត់ទៀតហើយគាត់ទុកចិត្តអ្នកដតីខ្លាំងជាងឪពុកម្ដាយរបស់គាត់ទៀតយើងត្រូវចាំថាសង្សារគ្រាន់តែជាអ្នកដតីទេបងប្អូនអរគ្នាគាត់មិនមែនជាមនុស្សដែលជាប់សាច់ឈាមរបស់យើងដូចជាឪពុកម្ដាយរបស់យើងឡើយតោះយើងចូលស្ដាប់សាច់រឿងតទៀតទោះជាយ៉ាងណាក៏ដោយម្ដាយនាងនៅតែមិនព្រមនាងក៏យំហើយក៏រត់ចូលទៅក្នុងបន្ទប់បាត់ទៅតែដល់យប់ស្ងាត់បន្តិចសង្សារនាងក៏ទូរស័ព្ទមករកនាងក៏រត់ចេញទៅជាមួយគេបាត់ទៅគេថានាងគឺជាមនុស្សក្បាលរឹងមែនតើឪពុកម្ដាយរបស់នាងហាមគាត់ប៉ុណ្្នឹងហ្នឹងនៅពេលដែលឃើញសង្សាររបស់គាត់ខលមកភ្លាមក៏រត់ចេញពីផ្ទះទៅជាមួយសង្សាររបស់នាងបាត់ទៅតែតាមពិតនោះគឺមិនមានកម្មវិធីគូកំណើតអ្វីទេគេគ្រាន់តែចង់នាំនាងទៅមាត់ទន្លេដែលជាកន្លែងស្ងាត់គេឈប់ឡានហើយនិយាយទៅកាន់នាងថាបងស្រឡាញ់អូនខ្លាំងណាស់នេះគឺជាពាក្យដែលព្រឹនារីទាំងស្រុងដែលគាត់និយាយលួងលោមទៅកាន់នារីម្នាក់ទៀតចឹងណាតែគាត់ចង់បានអីមួយពីនាងយើងមិនអាចដឹងដែរព្រោះពាក្យនេះគឺជាពាក្យពឹសខ្លាំងណាស់បងប្អូនអរគ្នាគេចាប់ដៃនាងហើយរកអោនថើបនាងតែនាងបានច្រានគាត់ចេញដោយនិយាយថាបងស្រវឹងហើយបងមិនអាចធ្វើបែបនេះបានទេជូនខ្ញុំត្រឡប់ទៅផ្ទះវិញទៅគេមិនព្រមទេនៅតែនិយាយលួងលោមនាងដដែលតែនាងនៅតែប្រកែកសង្សារនាងមិនសប្បាយចិត្តដែលនាងធ្វើបែបនេះគាត់បានបើកឡានត្រឡប់មកផ្ទះវិញយ៉ាងលឿននាងនិយាយថាបងកុំបើកលឿនពេកបងស្រវឹងហើយតែបុរសនោះនៅតែបើកឡានលឿនដដែលនិងកាន់តែលឿនទៅស្រាប់តែក្នុងពេលនោះដែរមានឡានមួយមកពីមុខដោយសូរ៉ានៅក្នុងខ្លួនមិនអាចគ្រប់គ្រងបាននិងមានកំហឹងផងដែរនោះបុរសជាសង្សារបានបើកឡានទៅបុកឡានដែលមកបញ្ច្រាស់ទិសគ្នាពេញមួយទំហឹងបុរសជាសង្សារនិងគ្រួសារ2នាក់ប្តីប្រពន្ធផ្សេងទៀតបានស្លាប់នៅនឹងកន្លែងរីឯស្ត្រីជាសង្សារជនរងគ្រោះរបួសធ្ងន់រហូតដល់សន្លប់និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមនេះបានថាអ្វីដែលខ្លួនឯងប្រព្រឹត្តវាអាចបង្កទៅជាគ្រោះថ្នាក់ដល់អ្នកដទៃដែរអញ្ចឹងណាធ្វើឲ្យប្តីប្រពន្ធ2នាក់ផ្សេងទៀតនោះគាត់អត់បានដឹងអីផងអញ្ចឹងវាមកប្រឈមគ្រោះថ្នាក់ជាមួយនឹងកំហឹងរបស់ខ្លួនឯងដែលឆេវឆាវមួយពេលដែលសុំអ្វីពីសង្សាររបស់ខ្លួនមិនបានអញ្ចឹងទៅធ្វើឲ្យអ្នកដទៃមានគ្រោះថ្នាក់នេះគឺជាអំពើមួយដែលមិនគួរយកតម្រាប់តាមទេបងប្អូនអរគ្នាយើងខឹងអីយើងទប់កំហឹងកុំឲ្យបន្តហិង្សាក៏ដូចជាបង្កគ្រោះថ្នាក់ដល់អ្នកដទៃអីបើសិនជាយើងចង់ងាប់ឲ្យងាប់តែឯងទៅចុះនិយាយយ៉ាងខ្លីអញ្ចឹងបងប្អូនអរគ្នាពេលនាងភ្ញាក់ឡើងនាងបានទៅកាន់គ្រូពេទ្យហើយក៏បានសួរថាតើគ្រួសារឡានមួយទៀតនោះយ៉ាងម៉េចដែរគ្រូពេទ្យបានប្រាប់នាងថា
ពួកគេទាំងពីរទទួលមរណភាពហើយពេលបានឮពាក្យរបស់គ្រូពេទ្យនិយាយបែបនេះហើយនាងក៏បាននិយាយទាំងក្រៀមក្រំសូមលោកគ្រូពេទ្យជួយប្រាប់ទៅគ្រួសារជនរងគ្រោះផងថាខ្ញុំនឹងរ៉ាប់រងសងជំងឺចិត្តរបស់ពួកគាត់ទាំងអស់គ្រូពេទ្យនៅស្ងៀមហើយក៏ដើរចេញទាំងទឹកមុខក្រៀមក្រំគ្រូពេទ្យម្នាក់ទៀតបានសួរទៅកាន់គ្រូពេទ្យនោះថាហេតុអ្វីបានជាបងឯងយំណែមិនមែនអាណិតពីអ្នកប្តីប្រពន្ធនោះទេមែនទេគ្រូពេទ្យនោះក៏បានឆ្លើយតបទៅវិញថាឯងមិនដឹងទេថាខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងម៉េចជាមួយនាងតូចនោះទេព្រោះជនរងគ្រោះដែលនាងមានឧបទ្ទវហេតុជាមួយនោះគឺជាឪពុកម្ដាយរបស់នាងវ៉ាវស្ដាប់ដល់កន្លែងនេះធ្វើឲ្យខ្ញុំអានមានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែកតែម្ដងដែលរឿងនេះស្មានមិនដល់បងប្អូនអរគ្នាអញ្ចឹងអ្នកដែលបុកគ្នាជាមួយនឹងឡានដែលគាត់ជិះជាមួយសង្សាររបស់គាត់នោះគឺជាឪពុកម្ដាយរបស់គាត់តែម្ដងវ៉ាវមកដល់កន្លែងនេះគឺថាបើសិនជានាងតូចនឹងបានដឹងមិនដឹងថានាងតូចនឹងមានអារម្មណ៍យ៉ាងណាទៅសូម្បីតែខ្ញុំជាអ្នកអានក៏មានអារម្មណ៍ថាស្លុតចិត្តតែម្ដងនេះប្រហែលជាឪពុកម្ដាយរបស់នាងបានចេញពីផ្ទះដើម្បីទៅរកនាងនឹងឯងអញ្ចឹងពេលដែលចេញទៅក៏បានបុកគ្នាជាមួយនឹងឡានសង្សាររបស់នាងដែលពោពេញទៅដោយកំហឹងអញ្ចឹងវាជាវិបត្តិសេរីមួយខ្លាំងជាងគេបំផុតសម្រាប់នាងតូចនោះតែម្ដងឃើញថាខ្ញុំរកពីអ្វីនិយាយមិនបានទេបងប្អូនអរគ្នាអញ្ចឹងសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែររឿងហេតុដែលកើតឡើងនេះគឺសុទ្ធតែគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងនោះទេតែវាក៏មានដើមចមរបស់វាដែរពលគឺការមិនស្ដាប់បង្គាប់របស់ឪពុកម្ដាយតែម្ដងខ្លួនជាស្រីមិនគួរដើរលេងយប់ប្រឡប់ជាមួយនឹងបុរសតែពីរនាក់នោះទេថែមទាំងមិនត្រូវមើលរំលងពាក្យពេចន៍ឪពុកម្ដាយទូមានដែរព្រោះអ្វីដែលគាត់ទាំងពីរស្ដីប្រដៅគឺសុទ្ធតែចង់ឲ្យកូនល្អមិនមានឪពុកម្ដាយណាមួយចង់ឲ្យកូនវិនិច្ឆ័យនោះទេចំណែកឪពុកម្ដាយវិញបើទោះបីជាដឹងថាកូនស្រីរបស់ខ្លួនបានប្រព្រឹត្តខុសឆ្គងនៅអំពើអ្វីមួយយ៉ាងណាក្ដីក៏គាត់នៅតែមានចិត្តស្រឡាញ់កូនមិនប្រកាន់ខឹងនៅតែដើរតាមរកកូនព្រោះខ្លាចកូនជួបគ្រោះភ័យដោយប្រការណាមួយទឹកចិត្តអាណិតស្រឡាញ់បានបង្កប់នៅក្នុងចិត្តឪពុកម្ដាយចាប់តាំងពីកូនចុះចាប់បដិសន្ធិក្នុងផ្ទៃម្ដាយម្លេះគាត់បានផ្លាស់ប្ដូរឥរិយាបថមិនហ៊ានឈរយូរមិនហ៊ានអង្គុយយូរមិនហ៊ានដើរលឿនមិនហ៊ានហូបរបស់ណាដែលប្រៃពេកជូរពេកព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃតែកូនមិនបានយល់នៅចំណុចទាំងនេះចេះតែដើរប្រព្រឹត្តអំពើមិនគប្បីដែលធ្វើឲ្យឪពុកម្ដាយរងទុក្ខវេទនាខ្លោចផ្សានិងស្រក់ទឹកភ្នែកព្រោះតែកូននៅពេលកូនមានក្ដីសុខមិនដែលបានគិតពីឪពុកម្ដាយនោះទេលុះកូនមានទុក្ខទើបស្រែករកឪពុកម្ដាយឲ្យជួយដោយពាក្យស្លោកមួយដែលបាននិយាយថាទុក្ខសោករបស់ឪពុកម្ដាយបើកូនបានគិតបានពិចារណាកូននឹងបានដឹងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់នៅសាច់រឿងមួយនេះតាំងពីដើមរហូតមកដល់ចប់អញ្ចឹងសម្រាប់សាច់រឿងមួយនេះខ្ញុំជឿជាក់ថាបងប្អូនអរគ្នានឹងយល់កាន់តែច្បាស់អំពីការស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនមិនថាកូនធ្វើខុសឆ្គងអ្វីកូនធ្វើអ្វីខុសក៏ឪពុកម្ដាយមិនដែលបន្ទោសមិនដែលថាឲ្យកូនឬក៏សម្ដីធំដាក់កូនទេព្រោះខ្លាចកូនអន់ចិត្តកូនពិបាកចិត្តហើយកូនមានគំនិតទៅធ្វើអ្វីមួយយ៉ាងដែលឪពុកម្ដាយមិនចង់ឲ្យកើតឡើងនៅក្នុងគ្រួសាររបស់គាត់អញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាយើងនឹងវិលត្រឡប់មកជួបជាមួយគ្នាម្ដងទៀតនៅសាច់រឿងក្រោយទៀតអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយ